mau si chữ là mình còn mình toàn bàn phật mọt hóng lên sập tay riêng cai xạ xóm nước bài các bạn rồi quạt cọ khơi trứng chọc số bài trứng rụt vào đồng bồn mà đông thế sông cột namaska đóประเทศไทยในเทศกรุบร้องนสมกรุบร้องมุกตาเลยยัยปุกไม้ประจิจงกัมพูชีต่างออกบ้านนำไปตัวบ้านวิดีโอทำไมสมบูรณ์ปุกไม้ประเทศไทยในเทศกรุบร้องสมัยตาช่วย subscribe หรือดับเบี้ยกันดังlike និង share ទៅលើ channel របស់ខ្ញុំមួយផងបាន channel ខ្ញុំឈ្មោះលោកគ្រូសុធាទៅសេជាភាសាអង់គ្លេសក៏បានទៅសេជាភាសាខ្មែរក៏បានគឺមានរូបខ្ញុំនៅនឹងស្រេចបានហើយសូមអរគុណច្រើនសម្រាប់ការតាមដាននៅ channel របស់ខ្ញុំជាប្រចាំថ្ងៃនេះខ្ញុំបាននឹងលើកយករឿងមួយដែលកើតឡើងនៅក្នុងខេត្តពោធិ៍សាត់បាទបងប្អូនតកតងទៅនឹងខ្មោចសន្ធិដ្ឋបានវិញ្ញាណចូលសន្ធិដ្ឋទៅលើរាងកាយរបស់សាកសពខ្ញុំនិយាយព្រាសម្បល់បងប្អូននេះម៉ោង11យប់ហើយខ្ញុំអត់ចង់ធ្វើទេណាអត់ចង់ធ្វើម៉ោង11យប់ហើយបងប្អូនខ្ញុំអីគេញ៉ោះហើយកូនអីខ្ញុំលួចធ្វើនេះខ្ញុំថតខាងក្រៅខ្ញុំនេះបន្ទប់ទឹកខ្ញុំគេនៅខាងនោះខ្ញុំលួចធ្វើទេក៏អត់ចង់ឲ្យខ្ញុំធ្វើទេហត់ពេកបន្ទាប់ពីបង្រៀនហើយបន្ទាប់ពីបិទតូបិទអីមកគឺម៉ោង8ម៉ោង9យប់ហើយបងប្អូននៅរៀបចំទុកដាក់បាយទឹកអីទៅម៉ោង10បាត់ហើយចឹងឥឡូវឆ្លៀតធ្វើវីដេអូបន្តិចដើម្បីជាចំណៃអារម្មណ៍និងចំណៃចក្ខុរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទកាលហ្នឹងខ្ញុំទៅលេងនៅខេត្តពោធិ៍សាត់មកជួបភ្នំក្រវាញបាទទៅលេងកន្លែងហ្នឹងបានប្រហែលជាមួយសប្តាហ៍មកហើយមានប្រហែលទេបាទទៅលេងនៅហ្នឹងបានមួយសប្តាហ៍ហើយទៅលេងកាលហ្នឹងគេមានតំណមខ្លះដែលខ្ញុំត្រូវធ្វើខ្ញុំអត់សូវចាំទេតំណមគេទី1គេដើរយប់ឡើងគេក្តាប់ដៃគេខំមាត់ហើយខ្ញុំសួរថាធ្វើអញ្ចឹងដើម្បីអីគេថាទោះបីស័ក្តិសាហាវយ៉ាងណាក៏មិនហ៊ានមកយើងជាន់ពោះក៏ពោះមិនចិត្តដែរយល់គេមានតំណមគេហើយតំណមទី2នោះគឺថាយប់ឡើងដេកគេឲ្យបើកប្អួយទេខ្ញុំក្តៅយប់ឡើងខ្ញុំបើកប្អួយងើបឡើងវាគេបាត់ប្អួយបាត់តែដេកតែមិត្តភ័ក្ដិឈ្មោះថាចុះពីណាគេបាត់ប្អួយមួយក្តៅយើងងើបហើយងើបបើកញាក់ឡើងគេបាត់ហ្នឹងហើយគេអត់ឲ្យយើងដេកបើកប្អួយទេបងប្អូនហើយទី2មួយទឹកស្ទឹងកវាញណាខ្ញុំចូលទៅដល់ពោះហក់ក្ដុំដឹងបាយទៅលើផងបាយទៅក្រោមទៅឆ្វេងផងទៅស្ដាំផងទៅជើងផងទៅត្បូងផងទៅលិចផងទៅកើតផងអ្នកនៅនឹងថាហេចុះសិនហើយមួយទឹកបាយទៅណាមិញថាំងបាយគ្រប់ទិសអើយមិនបាយអញ្ចឹងទេបាយទៅក្រោមទឹកបាយទៅក្រោមក៏បាយមកលើហើយគេប្រាប់យើងឲ្យងឿងមួយអញ្ចឹងយើងក៏ធ្វើតាមគេទៅតែនឹងទៅលេងតែមិត្តភ័ក្ដិកាលនៅរៀនជុំគ្នាតែពេលសួរថាយើងមួយទឹកហើយឡើងមកដល់សួរថាធ្វើអញ្ចឹងដើម្បីអីគាត់ថាកុំឲ្យចាញ់ទឹកកុំឲ្យចាញ់ដីអូបាទហើយគេមានតំណមច្រើនទៀតណាបងប្អូនតែខ្ញុំលើកទៅតំណម3ហ្នឹងឯងដែលខ្ញុំបានជួបកន្លងពេលដែលខ្ញុំទៅហ្នឹងគឺមានលោកពូម្នាក់ដែលគាត់ជាជាងចម្លាក់គាត់ជាអ្នកឆ្លាក់ខាងផ្នែកសិប្បកម្មគាត់ជាពូរបស់មិត្តភ័ក្ដិខ្ញុំយើងអាសាទៅលេងកន្លែងគាត់ទៅគាត់ក៏និទានរឿងនេះប្រាប់ខ្ញុំរឿងហ្នឹងគឺវិញ្ញាណសន្ធិដ្ឋបងប្អូនហើយខ្ញុំសួរថាលោកពូមានន័យថាម៉េចវិញ្ញាណសន្ធិដ្ឋហ្នឹងគាត់ក៏បានរាយរាប់ដំណើររឿងហ្នឹងប្រាប់ខ្ញុំដូចតទៅគាត់ថាថ្ងៃមួយហ្នឹងអ្នកនៅក្នុងភូមិជើងភ្នំបាទគេធ្វើស្រែចម្ការខ្ញុំអត់តែនិយាយចិត្តទៅព្រឺខ្លួនហ្នឹងបងប្អូនអ្នកស្រែចម្ការយើងទៅធ្វើស្រែចម្ការបងប្អូនទៅពេលធ្វើស្រែចម្ការយើងធ្វើខ្ទមទូចនៅអញ្ចឹងណានៅបដោះសន្នហ្នឹងសត្វតែកសលអីគាត់ខ្យល់គាត់ក៏ស្លាប់ទៅណាបាទធ្វើការហូរកម្លាំងទៅគាត់ក៏ស្លាប់តែពេលស្លាប់ចឹងទៅយ៉ាដល់ពេលដែលគាត់ស្លាប់ចឹងទៅសាកសពរបស់គាត់ត្រូវបានគេធ្វើបុណ្យតាមប្រពៃណីបែបពុទ្ធសាសនាតែគាត់ស្លាប់ហ្នឹងគឺម៉ោង6 7យប់ហើយបងប្អូនបាទម៉ោង6 7យប់ហើយចឹងសាកសពហ្នឹងគឺគេតម្កល់ហើយបានហៅអ៊ំម្ចាស់អ៊ំទៅគឺអ្នកភូមិទាំងអស់គ្នាហ្នឹងមកជួយអ្នករាជការគ្នាហ្នឹង
4-10 នាក់ហ្នឹងមកជួយកដោបនសពហ្នឹងទៅហើយមិនតាន់មានមីក្រូមានអីណាហើយមានភ្លើងទេកណ្ដឹងបងប្អូនអើយឲ្យតាទីនឹងជាគៀងកូនឬក៏ចាប់អាគុយហ្នឹងឯងហើយលពូហ្នឹងគាត់ទៅរួចឈើនឹងម្ដងហ្នឹងគាត់ឃើញបនគេអញ្ចឹងទៅគាត់នឹកឃើញម្ដងគេម្ដងយើងអញ្ចឹងណាគាត់ក៏ទៅចូលរួមកំដរបនហ្នឹងដែរហើយពិធីបនហ្នឹងគេអត់មានអីបរិភោគទេបងប្អូនដោយសារតែគាត់ស្លាប់ឬក៏អនិច្ចធម៌ហ្នឹងវាយប់ហើយនឹងទៅរួនណាផ្សារឆ្ងាយណាមិនដូចយើងឥឡូវទេបាទផ្សារមានសង្គ្រប់ទីកន្លែងមហូបមហាសឹងតែជិះម៉ូតូមកដល់ចដាពីមុនទៅរួតទៅទិញនៅផ្សារបានណាបងប្អូនណាតែពេលអញ្ចឹងទៅគាត់ហ្នឹងក៏ទៅកដោដែរហើយគេធ្វើពិធីគេធ្វើរបស់របរញ៉ាំនៅពេលដែលកំដរសពហ្នឹងគឺមានត្រីឆ្អើបងប្អូនត្រីឆ្អើនិងជ្រក់ល្មៀងមានតែមួយមុខហ្នឹងចុះយប់ហើយនឹងទៅរួនណាបើនៅក្នុងស្រុកចកាបានហើយជើងភ្នំទៀតស្ងាត់ឲ្យច្រងុំនៅពេលហ្នឹងគេក៏នេះទៅធ្វើសំទោសនៅពេលហ្នឹងក៏គេហូបទទួលភ្ញៀវ4-10នាក់ហ្នឹងហូបអាហ្នឹងហើយក៏ដេកចាំសាកសពអត់មានដាក់មឈូសដាក់អីទេព្រោះយំនឹងទៅរួមហ្មងអញ្ចឹងមានតែគ្របទៅកណាត់សទៅគ្របភួយទៅនឹងសម្បូរភួយនឹងកណាត់សហើយយើងដេកយាមក្បែរនឹង 4-5 នាក់ទៅតែនៅពេលដែលគេដេកនេះគេដេកលក់ទាំងអស់លពូដែលជាជាងសិប្បកម្មរបស់ពូមិត្តភក្តិខ្ញុំនេះក៏សារៈលក់ដែរគាត់ថាជួអញកើតស្អីដែរថ្ងៃនេះដេកអត់លក់សោះតែពេលគាត់ដេកអត់លក់គាត់ចេះតែឆ្ងល់ថាចុះពូនេះដេកលក់ស្រួលមែនឯងកើតស្អីដេកអត់លក់សោះតែខ្មោចងើបមកអញរត់មុនគេពួកហ្នឹងវានៅហ្នឹងrồiហើយពួកឯងស្ពៃrồiអញរត់ហើយតែឃើញហ្នឹងណាអ្វីដែលគាត់និយាយមិនតាន់ផុតពីមាត់ហ្នឹងបងប្អូននៅធម្មសង្កេតថានៅពេលដែលសាកសពឬនរណាម្នាក់ស្លាប់គេតែងសែនបាយលើក្បាលតនេឬក៏នៅលើនៅចុងជើងដើម្បីឲ្យពុកគេគិតថាដើម្បីឲ្យពុកគាត់នឹងបានទទួលសំណែនហ្នឹងគាត់បានបរិភោគដែរកុំឲ្យស្លាប់ទៅអត់ឃ្លានអញ្ចឹងបងប្អូននៅពេលអញ្ចឹងទៅលេងនៅពេលដែលគាត់ពងសារៈហ្នឹងក៏លឺសលេងក្រកហើយគាត់ក៏ចាប់អារម្មណ៍ដែរគាត់ក៏បែរខ្នងមកមើលតែម្ដុំកន្លែងសាកសពគាត់នឹងថាខ្ញុំនិយាយឲ្យខ្ញុំសម័យនៅឃើញដល់សម័យបងប្អូនសម័យទៅបងប្អូននឹងយល់គាត់ដេកទៅគាត់បែរតែហ្នឹងបងប្អូនដល់ពេលអញ្ចឹងទៅស្រាប់តែសាកសពនឹងបើកហើយកណាត់សប្រសិនបលាបើកកណាត់សចេញមកទៅបើកចឹងហើយលេងងើបអង្គុយឆ្កក់ហើយដឹងបងប្អូនធ្វើម៉េចអត់វាដើរទៅអង្គុយប៉ក់ពេនភ្នែននៅមុខសំណែនដែលគេដាក់មកកូនចានឲ្យគាត់នឹងមានបាយមួយចានជ្រក់ល្មៀងមួយចានបាននៅពេលហ្នឹងគឺវាទាញជ្រក់ល្មៀងមកបរិភោគតែដូចជាមិនបរិភោគគឺវាយកមកញាត់ប៉ាក់មាត់វាពេលហ្នឹងមិនមែនសាកសពងើបដោយខ្លួនឯងទេគឺវិញ្ញាណរបស់មនុស្សវិញ្ញាណរបស់អសុរកាយវិញ្ញាណពួកអមនុស្សវាចូលទៅក្នុងរាងកាយហ្នឹងណាបានវាចូលសន្តានដើម្បីស៊ីគ្រឿងកម្រងរបស់មនុស្សបាននៅពេលអញ្ចឹងទៅគាត់ឃើញយើងថាអបដោអញអើយអានេះទៅស្អីមានហ្នឹងតែពេលគាត់បណ្ដាទៅខ្មោចស៊ីជ្រក់ល្មៀងគាត់មិនទាន់បានផុតមាត់ហងលេងស្រាប់តែរាងកាយសាកសពនោះបែរក្បាលមករកគាត់ក៏ឃើញអញ្ចឹងចាប់ស្បែកជើងរត់បងប្អូនរត់ដល់ពេលហ្នឹងនៅពេលដែលគាត់រត់ហ្នឹងបងប្អូនគាត់តែងតែងាកក្រោយចនិចក៏ខ្លាចហ្នឹងមកតាមតែអ្វីដែលគាត់គិតគឺមិនខំទេបងប្អូនពេលរត់វាលោតតាមរហូតបងប្អូនរត់តាមគាត់ហើយក៏រត់គាត់ថាយប់ហ្នឹងងាប់ចោលទៅគាត់ត្រូវតែរត់ឲ្យដឹងតំណាតំណីទេយប់មកងឹតចាក់ភ្នែកទៅក៏រត់ដោយសារគាត់អ្នកដើរព្រៃគាត់ចំណាំផ្លូវបានជុំក៏រត់រហូតទៅដល់ស្ទឹងបងប្អូនស្ទឹងកវាញរត់ទៅដល់មាត់ស្ទឹងបាទរត់ទៅនៅពេលដែលគាត់ឈួរនៅមាត់ស្ទឹងហ្នឹងក៏ឃើញគេឆ្លោះកង្កែបឆ្លោះអីនៅស្ទឹងមួយខាងតែគាត់នៅមួយខាងខាងណាអញ្ចឹងមានគេអ្នកមួយខាងខាងនោះហ្នឹងគេកំពុងឆ្លោះកង្កែបរកអីរកសត្វរកអីអញ្ចឹងណាតែពេលអញ្ចឹងបងប្អូននឹងមិនអានគាត់ក៏លេងមើលក្រៅលងសុខផ្លោតមកគាត់ថាអូអានេះដេញតាមអញជុកខែរៀងភ្លឺដែរ
បងប្អូនអើយគាត់គ្មានទេបថយជីវិតហែលណាហែលទឹកភ្នំហែលទឹកស្ទឹងកវាញធំណាបងប្អូនគាត់ហែលណាគាត់សម្រាប់ចិត្តថាស្លាប់ក៏ស្លាប់ទៅគាត់ហែលរហូតដល់តផុតតែគាត់ងាកមើលទៅឃើញសាកសពហ្នឹងកំពុងឈរនៅមាត់ស្ទឹងហ្នឹងហើយបាទឲ្យវាចោះទេហើយវាខ្លាចទឹកហ្នឹងវាចេះហែលឬមិនដឹងវាឈរហ្នឹងបងប្អូនទៅពេលគាត់ហែលទៅគាត់សួរទៅពេលទៅដល់ហ្នឹងគេឈួលពិលមកថាបាយទៅណាទាំងហែលទឹកជុំថ្ងៃហ៊ានហែលទឹកទំយប់ហើយស្ទឹងប៉ុណ្ណាណីទៅពេលទាំងអត់មានជំរឿមិញខ្មោចលងគេថាខ្មោចលងឆ្លងកែលួងអញ្ចឹងគេនងហេតុសៀមកគាត់បាននិយាយលេងមែនតាមួយលងឯងទៅកដោបុនសពគេមិញដេញតាមឯងឲ្យរត់ចូលមកអត់មានពេលបកស្រាយច្រើនចាំតែនិយាយព្រឹកនៅពេលបុនព្រឹកឡើងបងប្អូននឹងមកយ៉ាងគាត់នាំអ្នកឆ្លងកាយបើនឹងរូបគាត់ទៅកន្លែងបុនម្ដងទៀតទៅដល់បងប្អូននឹងមកយ៉ាងសាសពគឺនៅកន្លែងដែរសាសពគឺនៅកន្លែងភូមិក្នុងនៅកន្លែងលំកងនឹងដែរទេហើយមានអម្ចាស់មានអីមកគេធ្វើពិធីបុណ្យហ្នឹងចងដៃចងបោះចងអីហើយក៏នេះទៅគេមុនលោកមកនេះសុំមុនអញ្ចឹងទៅគាត់បានប្រាប់ហេតុការណ៍ដែលកើតឡើងចំពោះគាត់តាំងពីយប់របស់គេគ្មានអ្នកគេជឿទេគេថាគាត់ស្វឹងគេថាគាត់ព្រិលភ្នែកគេថាគាត់វែងគាត់ងួយដេកតែគាត់ថាជារឿងពិតណាបងប្អូនបាទជារឿងពិតខ្ញុំមិនកុហកទេគាត់និយាយមិនក៏គេអត់ជឿដែរគាត់ថាអ្នកឯងមានផុសតាងអីគាត់ថាសួរអ្នកឆ្លងកាយថាខ្ញុំឃើញគាត់ហែលទឹកស្ទឹងកវាញមកមែនតែមិនដឹងថាមានមូលហេតុអីគាត់ប្រាប់ថាខ្មោចលងទៅពេលអញ្ចឹងទៅគាត់ក៏ប្រាប់ថានេះជារឿងពិតទៅពេលមិនដឹងនិយាយថាមកជឿឥឡូវថាឥឡូវមិនដឹងបើពីត្រឹមជង្គង់ចុះក្រោមរបស់សាកសពនឹងមានស្នាមផុកមែនច្បាស់ជាសាកសពនឹងលោតែយំមិញទៅពេលចឹងអ្នកភូមិទៅចុកដល់មកចោមរោមបាទអ្នកចការចុកដល់មកចោមរោមសាកសពទៅពេលបាងមកបងប្អូននឹងប្រយ័ត្នពីត្រឹមជង្គង់ចុះក្រោមបាទពីត្រឹមជង្គង់ចុះក្រោមបងប្អូនពីត្រឹមជង្គង់ចុះក្រោមគឺមានស្នាមសិតតែផុកស្នាមកោតស្នាមអីមែនអម្ចាស់លើអញ្ចឹងធម្មតាគាត់ប្រងបូជាសាកសពនឹងស្អែកតែគាត់លើអញ្ចឹងថាអើអញ្ចឹងថ្ងៃត្រង់នេះបូជាប្រយណាកុំអោយសៅមកច្រើនថ្ងៃត្រង់ក៏គេបូជាសាកសពនឹងប្រយទៅនេះសូមបញ្ជាក់ប្រាប់ឃើញថានៅពេលដែលណាគេម្នាក់ស្លាប់បងប្អូនគេតែមានយកកណាគឺកសែសំទោសគេតែយកអំបោះក្រហមខ្មៅឬក៏សយកមកចងដៃហើយអ៊ំចាងក៏ធ្វើបានបែបព្រហ្មញ្ញសាសនាគឺសូត្រមន្តសូត្រអីចងនៅអំបោះហ្នឹងដើម្បីកុំឲ្យមានវិញ្ញាណណាម្នាក់ចូលស្ថិតនៅក្នុងរាងកាយរបស់សាសពហ្នឹងបើចូលច្បាស់ជាលោតជាមិនខានទេបងប្អូនអើយបានអញ្ចឹងបងប្អូនត្រូវប្រយ័ត្នណាបើសិនបើបងប្អូនទៅពិធីបុណ្យសពណាមួយក្រែងឃើញអ៊ំចាងគាត់ភ្លេចឬក៏មិនបានធ្វើដោយអ្វីដែលខ្ញុំបានរៀបរាប់នេះបងប្អូនគួរតែជួយជម្រាបដល់គាត់ផងដើម្បីជៀសវាងបង្ការកុំឲ្យមានពួកអមនុស្សចូលសន្តាននៅក្នុងរាងកាយរបស់សាកសពហើយបង្កជាភាពចលាចលបង្កជាគ្រោះថ្នាក់ដល់អ្នកដែលទៅចូលរួមក្នុងកម្មវិធីបុណ្យបានឥឡូវវីដេអូខ្ញុំបានដល់ទីបញ្ចប់ហើយតែមុនបញ្ចប់សូមបងប្អូនជួយចុច Subscribe និង Like និង Share ទៅលើ Channel របស់ខ្ញុំមួយផងគឺ Channel របស់លោកគ្រូសទ្ធាបានអរគុណច្រើនសម្រាប់ការតាមដានសូមជម្រាបលា